សម្រាប់ជាតិធនធាននេះតើកញ្ញាគឹមមនុស្សវិទ្យាដែលទៅនិយាយអីល្អពីរដ្ឋាភិបាលកម្ពុជានៅលើឆាកអន្តរជាតិក្រៅតែពីប្រាប់ថាផ្ដាច់ការរំលោភសិទ្ធិមនុស្សបំផ្លាញប្រជាធិបតេយ្យចាប់ឪពុករបស់គាត់ដាក់គុកតាមអំពើចិត្តទៅប្តឹងដល់អង្គការសហប្រជាជាតិលក្ខណៈតើគាត់បានធ្វើអីដើម្បីឲ្យលោកហ៊ុនសែនសរសើរថាជាធនធានកម្ពុជាដ៏កម្រឬក៏ថាជាធនធានកម្ពុជាសម្រាប់ជាតិខ្ញុំរកអត់ទាន់ឃើញខ្ញុំដឹងថាកញ្ញាកម្មនុវិជ្ជាបើធ្វើការឲ្យកម្ពុជារដ្ឋាភិបាលកម្ពុជាឬលោកហ៊ុនម៉ាណែតច្បាស់ណាស់គាត់នឹងអាចប្រើប្រាស់អាសមត្ថភាពចំណេះជំនាញគាត់មកធ្វើដើម្បីជាធនធានរបស់ជាតិនេះខ្ញុំមិនមានអីឆ្ងល់ទេក៏ប៉ុន្តែសម្រាប់ពីពេលមុនមកដល់ឥឡូវនេះស្នាដៃគាត់ដើម្បីឲ្យលោកហ៊ុនសែនសរសើរដើម្បីជាតិហ្នឹងវាអត់ទាន់ឃើញមានវាមានតែដើម្បីជាតិក្នុងន័យថាខ្ទាស់នឹងរដ្ឋាភិបាលកម្ពុជាឲ្យលោកហ៊ុនសែនដោះលែងលោកកឹមសុខាបង្ហាញអំពីការធ្វើទុកបុកម្នេញប្រជាពលរដ្ឋនៅស្រុកខ្មែរចំពោះខ្ញុំនៃដែលកញ្ញាកម្មនុវិជ្ជាជាធនធានសម្រាប់ជាតិសម្រាប់ប្រជាធិបតេយ្យសម្រាប់ប្រជាពលរដ្ឋដែលស្រេកឃ្លានការសិទ្ធិមនុស្សប្រជាធិបតេយ្យនៅស្រុកខ្មែរអាចសម្រាប់គណៈបកប្រឆាំងនិយាយដូចជាត្រូវជាងព្រោះអីធ្វើនេះគឺដើម្បីដាក់បន្ទុកទៅរដ្ឋាភិបាលឲ្យឃើញអំពីបញ្ហារដ្ឋាភិបាលធ្វើបាបសម្លេងប្រឆាំងប៉ុន្តែឥឡូវទៅជាលោកហ៊ុនសែនសរសើរទៅវិញទាំងកញ្ញាកម្មមនុវិជ្ជាគ្មានទួនាទីអីនៅក្នុងរដ្ឋាភិបាលកម្ពុជាអត់ដែលបានធ្វើកិច្ចការងារអីដើម្បីប្រទេសកម្ពុជាឬរដ្ឋាភិបាលកម្ពុជាសូម្បីតែម្ដងនៅឡើយទេអាហ្នឹងដែលធ្វើឲ្យប្រជាពលរដ្ឋគាត់កញ្ញាខួរប៉ុន្តែតើលោកហ៊ុនសែននិយាយហ្នឹងខុសអីគាត់សរសើរលោកកញ្ញាកម្មមនុវិជ្ជាវាអត់ខុសអីទេគឺគាត់ចង់និយាយថាបើស្ដាប់ការជជែកគ្នាទៅអាចថាគាត់មានចំណេះជំនាញកញ្ញាកម្មមនុវិជ្ជាក៏មិនខុសអីពីបណ្ឌិតបញ្ញវន្តកវីអ្នកប្រាជ្ញដែលនៅជួរគណៈបព្វជិជនទីប្រឹក្សារាប់រយរាប់ពាន់គៀអញ្ជើញនោះដែរដូចតែគ្នាទេបើទោះបីជាកញ្ញាកម្មមនុវិជ្ជាជាធនធានដ៏មហាសាលប៉ុណ្ណាក៏ដោយគឺបើយកទៅប្រទេសកម្ពុជាឲ្យធ្វើតាមគោលនយោបាយមាគាបករបស់គណៈបព្វជិជនកម្ពុជាឬរដ្ឋាភិបាលកម្ពុជាធនធានកម្រិតណាក៏មិនអាចធ្វើអីកើតដែរក្រៅតែពីអាជ័យធ្លាក់ទឹកហើយឲ្យសរសើររដ្ឋាភិបាលតែប៉ុណ្្នឹងដូច្នេះក្នុងន័យនេះបើលោកហ៊ុនសែននិយាយបែបនេះគឺអាចថាគាត់ធ្វើការឲ្យរដ្ឋាភិបាលបានព្រោះអីជួបជាមួយលោកហ៊ុនម៉ាណែតក៏គាត់គិតថានឹងអាចទៅតំណាងការទូតអីលើឆាកអន្តរជាតិអញ្ចឹងខ្ញុំមើលកាន់តែប្រសើរទៀតថារឿងមានពីរការជួបរបស់លោកកឹមសុខាជាមួយលោកហ៊ុនសែនអាចជាឱកាសដើម្បីឲ្យលោកកឹមសុខានិងក្រុមគ្រួសារចូលធ្វើការបម្រើឲ្យរដ្ឋាភិបាលនិងគណៈបព្វជិជនកម្ពុជាឬក៏មិនបាច់បម្រើគណៈបព្វជិជនកម្ពុជាទេបម្រើឲ្យរដ្ឋាភិបាលដែលដឹកនាំឲ្យគណៈបព្វជិជនកម្ពុជាក្នុងតំណែងណាមួយដែលខ្ញុំនិយាយពីយុគមិញនោះការទូតឬក៏តំណែងជារដ្ឋលេខាធិការក្រសួងការបរទេសហើយលោកកឹមសុខានឹងក្លាយជាឧត្តមក្រុមប្រឹក្សាអង្គព្រះមហាក្សត្រទៅអាហ្នឹងច្រកមួយច្រកទី2ដោយសារតែរឿងនេះមានបន្ធូរខ្ញុំជឿថាអាចក្នុងករណីមួយបើកភ្លើងខៀវឲ្យកញ្ញាកម្មនោវិជ្ជាបង្កើតគណៈបកនយោបាយមួយទៅព្រោះគណៈបកនយោបាយណាដែលបង្កើតដោយកញ្ញាកម្មនោវិជ្ជាគ្រូសាតកូលកម្មគឺលោកហ៊ុនសែនអត់ភ័យអីទៀតទេព្រោះអីព្រោះធ្លាប់ដែលលោកតាំងសារដាទម្លាយការសម្ងាត់នោះថាគាត់ធ្លាប់ជជែកគ្នាពីឈប់ធ្វើនយោបាយប្រឆាំងរដ្ឋាភិបាលតែអត់បាននិយាយពីការឈប់ធ្វើនយោបាយស្របរដ្ឋាភិបាលទេដូច្នេះបើគាត់បង្កើតជាគណៈបកមួយលោកហ៊ុនសែននឹងជួយដៃដប់ឲ្យបង្កើតទៅឆកជ្រកក្រោមស្លាកកញ្ញាកម្មមនុស្សវិទ្យាគឺជាប្រធានគណៈបកអីចឹងទៅលោកកម្មសុខានឹងអស់តួនាទីអីធ្វើនយោបាយទៀតហើយខ្ញុំជឿថាការដែលផ្ដល់សិទ្ធិនយោបាយឲ្យលោកកម្មសុខាគឺគេនឹងមិនផ្ដល់ឲ្យមុនបោះឆ្នោត2017និង2018នេះទេអានេះជាការព្យាករខ្ញុំអាចព្យាករមិនត្រូវ 100% ទេបងប្អូនប៉ុន្តែគណៈបកប្រជាជនកម្ពុជាមិនឲ្យលោកកម្មសុខាមានសិទ្ធិបោះឆ្នោតសិទ្ធិអីហ្នឹងតាមកលៈតតែបោះឆ្នោតចប់ឆ្នាំ2028អាចឲ្យសិទ្ធិនយោបាយលោកកម្មសុខាប៉ុន្តែប្រហែលជាលោកកម្មសុខាអស់ស្អីគេអតិពលនៅក្នុងនយោបាយអីទៀតហើយដូចតែលោកសំរងស៊ីដែរព្រោះវ័យជ្រាលដូចគ្នាអស់ហើយអញ្ចឹងមានតែកូនក្មេងជំនាន់ក្រោយហ្នឹងធ្វើទៅព្រោះកញ្ញាកម្មមនុស្សវិទ្យាក៏អាចបានគេដំណើរពីឪពុករបស់កញ្ញាហ្នឹងហើយឥឡូវមានការជ្រុំជ្រែងពីលោកហ៊ុនម៉ាណែតនិងលោកហ៊ុនសែនទៀតការបង្កើតគណៈបកថ្មីមិនពិបាកទេបើបង្កើតទៅគឺក្រុមអ្នកដែលកំពុងតែគ្រប់គ្រងលោកកម្មសុខាស្រាប់គឺច្បាស់ជាអាចនឹងទៅចូលរួមដើម្បីបង្កើតឲ្យមានរូបភាពជាគណៈបកមួយក្រោមឈ្មោះលោកកម្មសុខាក្រោមឈ្មោះកញ្ញាកម្មមនុស្សវិទ្យានេះជាការព្យាករជាការស្មានវិភាគមួយជ្រុងទេហើយគណៈបកប្រជាជនកម្ពុជានឹងជួយខាងកញ្ញាកម្មមនុស្សវិទ្យានេះដើម្បីឲ្យបង្កើតគណៈបកនេះបានអានេះគឺជាសេណារីយ៉ូទី1ហើយរឿងនេះគឺវាអាចទៅនឹងមកព្រោះអីអ្នកដែលគ្រប់គ្រងលោកកម្មសុខាច្រើនណាស់អត់ដឹងទៅផ្លូវណាទេព្រោះរងចាំលោកកម្មសុខាមកដឹកនាំបកវិញប៉ុន្តែលោកកម្មសុខាដឹងអត់ទេអញ្ចឹងឥឡូវចេញកញ្ញាកម្មមនុស្សវិទ្យាគឺជាការបញ្ចេញក្មេងចំនួនក្រោយដើម្បីឲ្យអ្នកដែលគ្រប់គ្រងលោកកម្មសុខាហ្នឹងអាចជ្រកក្រោមស្លាកគណៈបកដែលដឹកនាំដោយកញ្ញាកម្មមនុស្សវិទ្យាអីចឹងទៅហើយបើកបកនេះអត់ត្រូវការយូរទេត្រូវការពេលតែ1ខែ2ខែបានហើយការបោះឆ្នោតនៅសល់1ឆ្នាំទៀតដល់គុំសង្កាត់ហើយបោះឆ្នោតជាតិនៅសល់ដល់តែ2ឆ្នាំណា2ឆ្នាំ2028នេះរឿងនេះជាសេណារីយ៉ូទី1សេណារីយ៉ូទី2មានការជជែកច្រើននៅលើបណ្ដាញសង្គមដែរតែខ្ញុំគ្រាន់តែឲ្យការសង្កេតទេគឺការដែលឲ្យកញ្ញាកម្មមនុស្សវិទ្យាបើមានតែ2ច្រកឯងបើឲ្យលោកកម្មសុខាទៅជាឧត្តមក្រុមប្រឹក្សាសមាជិកឧត្តមក្រុមប្រឹក្សាអង្គព្រះមហាក្សត្រឬក៏ស្អីផ្សេងទៀតហ្នឹងគឺក៏អាចជាទូនីតិមួយដើម្បីទុកលោកកម្មសុខាកុំឲ្យមកមានឥទ្ធិពលនៅក្នុងនយោបាយអីទៀតឲ្យដាក់នៅជាប់គៀនជាងហ្នឹងក៏ថាបានដែរប៉ុន្តែរឿងគណៈបកនេះចង់មិនចង់កាឡាអាចចេញច្រើនត្រង់ថាឲ្យកញ្ញាកម្មមនុស្សវិទ្យាកាន់ទៅហើយអ្នកដែលចំណេញច្រើនជាងគេមិនមែនគណៈបកប្រឆាំងទេនៅពេលដែលឲ្យកញ្ញាកម្មមនុស្សវិទ្យាបើគណៈបកបើខ្ញុំនិយាយថាផ្លូវនេះណា
បើសិនជាគេទៅច្រកនេះគឺអ្នកដែលចំណេញកប់ក្តោបគឺគណៈបកប្រជាជនកម្ពុជាព្រោះអីក្រមរបស់កញ្ញាកម្មមនុវិជ្ជាគឺគេច្បាស់ថាជាពលរបស់លោកកម្មសខានឹងឆ្លោះគ្នាជាមួយនឹងពលរបស់លោកសំរងស៊ីហើយ 100% ហើយលោកហ៊ុនសែនក៏ដឹងរឿងនេះដែរការដែលឲ្យលោកកម្មសខាមានសេរីភាពការដែលចាប់ផ្ដើមលើកក្រុមម្ខាងហើយធ្វើឲ្យក្រុមម្ខាងទៀតនៅតែជាប់ទោសជាប់ទណ្ឌគឺជាវប្បធម៌ក្តិចគូតសង្អាបញ្ជុលគ្នាហេតុអីបានជារឿងនេះជាវប្បធម៌ក្តិចគូតសង្អាឲ្យបញ្ជុលគ្នាឯងហ្នឹងគឺដោយសារដឹងច្បាស់ថាបើសិនជាក្រុមលោកកម្មសខាមានគណៈបកនយោបាយឈរនៅប្រទេសកម្ពុជាគឺក្រុមនេះនឹងឆ្លោះដណ្ដើមតំណែងគ្នាដណ្ដើមប្រជាប្រិយគ្នាអត់ដណ្ដើមពីគណៈបកប្រជាជនទេគឺដណ្ដើមពីគណៈបកប្រឆាំងឬក៏ក្រុមលោកសំរងស៊ីដែលមានស្រាប់នេះដូច្នេះនៅពេលដែលដណ្ដើមគ្នាបែបនេះសម្លេងនឹងបែកខ្ញាច់គណៈបកប្រជាជនកម្ពុជានឹងងាយគ្រប់គ្រងដដែលហើយអត់ខ្វល់ទេឧទាហរណ៍កញ្ញាកម្មមនុវិជ្ជាកាន់ជាគណៈបកអីមួយទៅហើយបាន5កៅអីឬ10កៅអីគេអត់ខ្វល់ទេគណៈបកប្រជាជនចង់ឲ្យ20កៅអីក៏បានដែរព្រោះអត់ប្រយោជន៍ធ្វើអីកើតទេតែយ៉ាងហោចណាស់ក៏មិនបានទៅក្រុមរបស់ខាងលោកសំរងស៊ីឬក៏គណៈបកមួយទៀតដែលមាននាការខាងលោកសំរងស៊ីចឹងទៅធ្វើឲ្យផ្ដាច់ក្តីសង្ឃឹមអ្នកដែលមានការតវ៉ាប្រឆាំងនឹងរដ្ឋាភិបាលផ្ដាច់ព្រោះឥឡូវក្រុមលោកកម្មសុខាឬក៏កញ្ញាកម្មមនុវិជ្ជាច្បាស់ណាស់គឺជានយោបាយនៅបន្តនយោបាយតែមិនមែននយោបាយប្រឆាំងរដ្ឋាភិបាលទេគឺនយោបាយស្របរដ្ឋាភិបាលដែលរដ្ឋាភិបាលចង់ឲ្យធ្វើដើម្បីជាសួនលំអប្រជាធិបតេយ្យរឿងហ្នឹងគឺទៅឲ្យសួរថាកញ្ញាកម្មមនុវិជ្ជាឬក៏ខាងក្រុមលោកកម្មសុខាមានជំរឿនទេបងប្អូនអត់មានទេកុំបន្ទោសគាត់ព្រោះជំរឿនរបស់លោកកម្មសុខានិងគ្រួសារគាត់ដែរបើមិនជ្រើសរើសយកវិធីសរសេរលិខិតទៅស្នើចរចាធ្វើសម្បទានអីក៏លោកហ៊ុនសែនអត់ដែលប្រឡែងលោកកម្មសខាឲ្យបានមកនៅក្រៅផ្ទះនេះដែរនឹងជាប់គុកនៅក្នុងផ្ទះនេះអស់27ឆ្នាំដល់តែថ្ងៃស្លាប់ដូច្នេះយើងដឹងហើយតទៅពេលមានការសន្យានេះគឺឈប់ធ្វើនយោបាយប្រឆាំងរដ្ឋាភិបាលតែអាចធ្វើនយោបាយស្របរដ្ឋាភិបាលបានហើយនេះឯងដែលជាប្រជាពលរដ្ឋចិត្តភ័យថាអូមកអញ្ចឹងហើយគាត់ធ្វើអញ្ចឹងទៅប៉ុន្តែចំពោះខ្ញុំគាត់ធ្វើអីធ្វើទៅបងប្អូនឲ្យគាត់បើគាត់បង្កើតគណៈបកនយោបាយអីបង្កើតទៅគាត់បាន5កៅអី10កៅអីគាត់ធ្វើទៅព្រោះអីធ្វើមិនយើងមានជំរឿនអីក្រៅពីហ្នឹងហើយអ្នកផ្សេងទៀតតស៊ូមតិហ្នឹងតស៊ូទៀតទៅគ្រាន់តែថាអ្វីដែលជាបញ្ហាមួយដែលខ្ញុំមើលឃើញណាបញ្ហានេះគឺជាបញ្ហាដែលអាចកញ្ញាកម្មមនុវិជ្ជាមិនទទួលបានប្រជាប្រិយច្រើនដោយការរំពឹងទុកបើគាត់ទៅកាន់គណៈបកនយោបាយពលលោកកម្មសុខាហើយចាប់ផ្ដើមផ្ញើសារនយោបាយវាយប្រហារក្រុមលោកសំរងស៊ីនោះគឺជាភាសាអង់គ្លេសហៅថា political suicide ពាក្យថា political suicide នោះបានន័យថាជាអត្តឃាតនយោបាយក្នុងន័យនេះគឺបានន័យថាប្រជាពលរដ្ឋនឹងអស់ជំនឿព្រោះបើហ៊ានតែបើគណៈបកនយោបាយហើយមកវាយប្រហារខាងក្រុមលោកសំរងស៊ីដើម្បីបានប្រជាប្រិយទៅខាងលើក្រុមលោកកម្មសខាឲ្យស្របទៅតាមអ្វីដែលគណៈបកប្រជាជនចង់បានប្រជាពលរដ្ឋនឹងអស់សង្ឃឹមមិនបោះឆ្នោតឲ្យក្រុមរបស់គាត់ទេប៉ុន្តែនឹងមានការឆ្លោះគ្នាបែកខ្ទិះនៅក្នុងហ្នឹងអញញ៉ៃពេញទឹកពេញដីធ្វើឲ្យគណៈបកប្រជាជនកម្ពុជាធូរស្បើយព្រោះរាល់ថ្ងៃនេះបើទុកឲ្យគណៈបកបើឲ្យលោកកម្មសខាជាប់ពន្ធនាគារគឺក្រុមលោកសំរងស៊ីនិងគណៈបកប្រឆាំងមួយចំនួនទៀតដែលកំពុងតែមានសន្ទុះខ្លាំងជាពិសេសគណៈបកដែលមាននិន្នាការដែលជឿថាអ្នកដែលដង្ហែតាមលោកសំរងស៊ីបានយកគោលនយោបាយគណៈបកសង្គ្រោះជាតិទៅប្រើច្រើនជាងគេនេះគឺមានគណៈបកកម្លាំងជាតិមួយដែរនៅមូលដ្ឋានហ្នឹងដែលខ្ញុំនិយាយនេះគឺដោយសារតែគណៈបកប្រជាជនកម្ពុជាឲ្យកតុយឲ្យឃើញព្រោះចង់រំលាយគណៈបកកម្លាំងជាតិនេះយូរហើយលោកសុនចន្ទធីជាមេបកកម្លាំងជាតិនេះដកសិទ្ធិនយោបាយរបស់គាត់បាត់ចាប់ដាក់គុក2ឆ្នាំហើយដកសិទ្ធិនយោបាយអស់ហើយឥឡូវនេះឡើងចេញមកលោករងឈុនជាទីប្រឹក្សាក៏ដកសិទ្ធិនយោបាយដែរមានលោកជាមនីមានអីចិត្តតែមកកាន់ចឹងទៅហូចក្នុងពេលហ្នឹងគឺទៅឲ្យក្រុម100រាត្រីណាដែលជាក្រុមដែលអះអាងថាជាគេដំណើរស្នងលោកបណ្ឌិតកែមលីឯណាឯនេះនោះមកចាប់ផ្ដើមចេញសារធ្វើញ៉ាត់ធ្វើអីដើម្បីឲ្យក្រុមគណៈបកកម្លាំងជាតិផ្ដាច់ខ្លួនពីលោកសំរងស៊ីបើមិនដូច្នេះទេនឹងមិនផុតពីការរំលាយអីចឹងយើងឃើញកតុយអញ្ចឹងដែរអញ្ចឹងដូច្នេះបើសិនជាអត់លោកសខំសខាចេញមកអត់កញ្ញាកម្មមនុវិជ្ជាចេញមកមានភាពធូរវិញតិចណាប្រជាពលរដ្ឋច្បាស់ជារត់ទៅរកគណៈបកកម្លាំងជាតិឬក៏គណៈបកចំនួនថ្មីឬក៏គណៈបកប្រឆាំងណាមួយដែលបង្កើតនេះដូច្នេះវាអត់មានសម្លេងទៅដូចថាធ្វើឲ្យគណៈបកប្រជាជនអត់ទុកចិត្តណាអត់ទុកចិត្តមួយថាបើមកខាងកម្លាំងជាតិឬក៏មកខាងអីកាន់តែច្រើនគឺគណៈបកប្រជាជនប្រឈមនឹងគ្រោះថ្នាក់ធំទៀតដែរតែបើមានគណៈបកកូនរបស់លោកកម្មសខាឡើងកាន់មកសម្លេងនៅក្នុងនេះគឺវាបែកខ្ញាច់ទៅរកកញ្ញាកម្មមនុវិជ្ជាអីចឹងណាប៉ូលនេះចឹងទៅគឺអញ៉ៃចឹងទៅធ្វើឲ្យលោកហ៊ុនសែនគាត់ច្បាស់ថាបើសិនជាកើនទៅខាងគណៈបកពលលោកកម្មសខាក៏យ៉ាងហោចណាស់គាត់ធូរចិត្តដែរមិនដូចមកខាងកម្លាំងជាតិព្រោះកម្លាំងជាតិគឺដឹងតែនិន្នាការលោកសំរងស៊ីបើទៅខាងនោះនិន្នាការលោកកម្មសខាឥឡូវគាត់ដាក់ថាមកឲ្យធ្វើការជាមួយគាត់បាននយោបាយស្របដូចគាត់ធូរឲ្យគណៈបកនេះបាន20 30កៅអីក៏គណៈបកប្រជាជនកម្ពុជាជីសេះឡើងដៃបានដដែលទៀតព្រោះអីគាត់ចូលក្នុងសងនៃការបម្រើគណៈបកកណ្ដាលអំណាចអញ្ចឹងទៅនេះគឺជាសេណារីយ៉ូដែលប្រជាពលរដ្ឋកំពុងតែជជែកគ្នាបែកខ្ទិះក៏ប៉ុន្តែបងប្អូនខ្ញុំគិតថាប្រជាពលរដ្ឋខ្មែរច្រើនហើយបាក់ស្បាតនឹងនយោបាយស្មោកគ្រោករបស់គណៈបកប្រជាជនកម្ពុជាហើយដឹងអាប៉ោងបើក្របដែរនិយាយទៅប្រជាពលរដ្ឋកម្ពុជាគួរអរគុណលោកហ៊ុនសែននិងគណៈបកប្រជាជនកម្ពុជាដែរណាព្រោះដោយសារតែអំពើធ្វើបាបធ្វើទុកបុកម្នេញនឹងនយោបាយស្មោកគ្រោកនេះវាយូរឆ្នាំពេក
ដែលធ្វើឲ្យប្រជាពលរដ្ឋនឹងរៀនសូត្រមេរៀនដឹងល្បិចដឹងអីនឹងច្រើនអញ្ចឹងទៅក៏បានត្រៀមខ្លួនច្រើនមិនចាញ់ឃោសនារបស់គណៈបកប្រជាជនកម្ពុជានឹងឃោសនាលឿនពេកហើយឃោសនាគណៈបកប្រជាជនកម្ពុជាក៏អស់ល្បិចដែរអស់ក្បាច់ឬថានិយាយអីទៅប្រជាពលរដ្ឋដឹងដូចក្មេងដែលនិយាយថាឆ្កែចចកមកស៊ីជាមរបស់គាត់ចឹងគេលែងជឿឲ្យស៊ីជាមឲ្យខ្ទេចអស់ចឹងទៅដូច្នេះរឿងនេះវាអាចជាបច្ច័យល្អសម្រាប់អ្នកប្រជាធិបតេយ្យដែរគ្រាន់ថានយោបាយនៅកម្ពុជានៅតែកក្រិចដដែលទេវាពិបាកអញ្ចឹងបងប្អូនវាអត់ស្អាតវាអត់ស្អំទេប៉ុន្តែធ្វើម៉េចវាអញ្ចឹងយើងការបាបកម្មកម្មពីរបស់យើងគឺមានបណ្ដាសាដោយសារតែអ្នកនយោបាយមានភាពទុច្ចរិតច្រើនពេកហើយនឹងមិនស្មោះត្រង់ក៏ប៉ុន្តែដល់ពេលធ្វើអញ្ចឹងមកក៏ប្រជាប្រដ្ឋមិនទុកចិត្តមិនអីចឹងទៅគឺនៅតែថ្នាក់ខ្ញុំផ្ដាំបងប្អូនទាំងអស់គ្នាខ្ញុំផ្ដាំណាម្ដងទៀតមួងណារ៉េតនេះណាតស៊ូមតិដើម្បីឲ្យបងប្អូនបង្រួបបង្រួមដើម្បីប្រយោជន៍ជាតិជាពិសេសសម្លេងប្រឆាំងឲ្យមូលមាត់គ្នាដើម្បីឲ្យគណៈបកកាន់អំណាចបបក្របខ្លាចហើយកែបើគាត់មិនកែខ្លួនឯងគណៈបកប្រឆាំងចូលទៅកែបើគណៈបកប្រជាជនកម្ពុជាកែហើយសម្លេងគណៈបកប្រឆាំងខ្លាំងឲ្យគាត់កែដើម្បីបានប្រយោជន៍18លានអ្នកខ្ញុំក៏សប្បាយចិត្តដែរអត់អីទេឲ្យកាន់ទៀតចុះតែគាត់កែតែបើគាត់អត់កែខ្ញុំចង់ឲ្យគណៈបកប្រឆាំងមានឥទ្ធិពលចូលទៅកែតែប៉ុណ្្នឹងឯងក៏ប៉ុន្តែបើគណៈបកប្រឆាំងនាំគ្នាបំបែកគ្នាដើម្បីតែធ្វើឲ្យឥទ្ធិពលគណៈបកកាន់អំណាចជីសេះលែងដៃខ្ញុំសូមសំណូមពរឲ្យបងប្អូនចំណាំមុខគាត់ហើយបោះឆ្នោតទម្លាក់គាត់ចោលទៅអត់ប្រយោជន៍ទេនៅខ្ញុំគ្រាន់តែផ្ដាំប៉ុណ្្នឹងឯងអ្នកណាក៏ដោយខ្ញុំមិននិយាយកញ្ញាកម្មមនុស្សវិចារឬក៏គណៈបកណាក៏ដោយឲ្យតែអះអាងថាខ្លួនចង់ទៅកែប្រែរបៀបដឹកនាំរដ្ឋជាវិជ្ជមានឲ្យគណៈបកប្រជាជនឈប់ជិះសេះលែងដៃក៏ប៉ុន្តែបែរជាមកវាយប្រហារជេរបន្តិចឬក៏ដណ្ដើមសម្លេងគ្នាក្នុងគ្នាឯងដែលជាជនរងគ្រោះដូចគ្នាគឺបងប្អូនចំណាំគូថ្មឲ្យកុំបោះឆ្នោតឲ្យគាត់អ្នកណាក៏ដោយកុំបោះឆ្នោតឲ្យតែគណៈបកប្រឆាំងធ្លាប់ជាគណៈបកប្រឆាំងធ្លាប់ជាគណៈបកសង្គ្រោះជាតិហើយមកជជែកជេរបន្តិចគ្នាដណ្ដើមសម្លេងគ្នាក្នុងសម្លេងដែលខ្លួនឯងជាជនរងគ្រោះយើងទាំងអស់គ្នាត្រូវរួមគ្នាលុបបំបត្តិវប្បធម៌ស្ដីបន្ទោសជនរងគ្រោះនៃអំពើរំលោភដោយចោទប្រកាន់ធានាងស្លៀកខ្លីណាយើងអ្នកណាក៏ដោយឲ្យតែឆ្លោះគ្នាដណ្ដើមគ្នាក្នុងចំណោមជនរងគ្រោះបោះឆ្នោតទម្លាក់គាត់ឲ្យអស់ទៅហើយគាត់សមនឹងទទួលបានបែបហ្នឹងហើយសូមឲ្យបងប្អូនទាំងអស់ជាជនជាតិខ្មែរហ្នឹងចាំនៅក្នុងចិត្តហើយកុំទៅមួម៉ងកុំទៅឈឺចាប់កុំទៅជេរបចោលកុំទៅរករឿងគាត់កលៈទេសៈមួយចំនួនយើងមិនដឹងស្ថានភាពគាត់យ៉ាងម៉េចទេដើម្បីសេចក្តីសុខដើម្បីស្អីគាត់ធ្វើទៅប៉ុន្តែយើងជាម្ចាស់ឆ្នោតយើងមានសន្លឹកឆ្នោតមួយសន្លឹកទោះបីជាគណៈបកប្រជាជនកម្ពុជារងការរិះគន់ថាលួចបន្លំសន្លឹកឆ្នោតយ៉ាងណាក៏ដោយក៏បងប្អូនកុំដេកផ្សំដួលលមូលផ្សំគ្រិចហើយទុកឲ្យសន្លឹកឆ្នោតនេះក៏វត្តចោលគឺបងប្អូនជាអ្នកសម្រេចជោគវាសនាប្រទេសជាតិយើង18លានអ្នកម្នាក់មួយសន្លឹកគឺមិនបោះឆ្នោតឲ្យអ្នកណាដែលបំផ្លាញគ្នាឯងជាអ្នកប្រជាធិបតេយ្យហើយចំណាំមើលពួកគាត់គណៈបកណាបង្កើតថ្មីឬគណៈបកណាក៏ដោយនៅក្នុងគណៈបកប្រឆាំងឲ្យតែចាប់ផ្ដើមវាយប្រហារជេរគ្នាក្នុងនាមជាអ្នកប្រជាធិបតេយ្យដែលជាជនរងគ្រោះគឺយើងចាំពួកគាត់ថាពួកគាត់អត់ស្មោះត្រង់ទេព្រោះគាត់អត់ត្រូវការដណ្ដើមសម្លេងពីជនរងគ្រោះទេគាត់ត្រូវដណ្ដើមសម្លេងពីគណៈបកប្រជាជនអញ្ចឹងគោលដៅរបស់គាត់គឺការរិះគន់រដ្ឋាភិបាលនិងគណៈបកប្រជាជនឲ្យកែបើគាត់មករិះគន់គណៈបកប្រឆាំងឬក៏ដណ្ដើមគ្នាគឺបានន័យថាគាត់អត់ស្មោះត្រង់ហើយគាត់បំរើនយោបាយគណៈបកប្រជាជនកម្ពុជាឲ្យបងប្អូនចំណាំមើលហើយដល់រាបណាមូលនរិទ្ធនៅមានដង្ហើមដកមូលនរិទ្ធនឹងស្រាតខោអ្នកទាំងអស់នេះឲ្យបងប្អូនឃើញរហូតដល់ថ្ងៃបោះឆ្នោតឲ្យបងប្អូនពិចារណាហើយគិតទាំងអស់គ្នាព្រោះយើងចង់បានតែម្យ៉ាងគត់គឺកម្ពុជាមានសេរីភាពមានប្រជាធិបតេយ្យពិតប្រាកដមិនមែនคล้ายហើយមានគណៈបកប្រឆាំងពិតប្រាកដមិនមែនคล้ายមិនមែនប្រថាប់ត្រាឬក៏ទប់ជើងក្រែឲ្យគណៈបកប្រជាជនដោយគណៈបកទាំងសម្ព័ន្ធ29ដែលនាំគ្នាទៅបាក់ប្រាក់ខែរះញើសឈាមចពាក់លុយគេរលុយសងគេអត់បានបងការប្រាក់ក៏បងមិនគ្រប់យើងទៅយកលុយបំពោកមេបកទាំង29គណៈបក28គណៈបកដែលជាសម្ព័ន្ធមួយគណៈបកប្រជាជនកម្ពុជាបំផ្លាញជាតិយើងទៅបំផ្លាញប្រថាប់ត្រាយើងមិនទៅជួយឲ្យគណៈបកប្រជាជនកែយើងជួយគ្រាន់តែប្រាប់ថាធ្វើត្រូវហើយធ្វើទៀតទៅសុំសរសើរទៅលួយគ្រប់ផ្លូវអត់មានបាននិយាយឲ្យបានបើនិយាយគេដកចេញពីសម្ព័ន្ធបើដកបាត់ប្រាក់ខែគាត់អត់មែនដើម្បីជាតិទេបងប្អូនគឺដើម្បីលៀបសការៈប្រាក់ខែគាត់បំផ្លាញជាតិហ្នឹងអ្នកទាំងអស់នេះបងប្អូនអត់ត្រូវការគោរពអត់ត្រូវការឲ្យតម្លៃអត់ត្រូវការឲ្យបោះឆ្នោតអីទាំងអស់ព្រោះគាត់ជាអ្នកនយោបាយឱកាសនិយមហើយអ្នកទាំងអស់នេះមែនតើមិនដឹងជាមកបំផ្លាញទៅអីទៀតទេនាំគ្នាទៅរកទទួលទានទៅគ្រាន់តែជីកដំឡូងដាំដំឡូងក៏រស់ដែរមែនទេហេតុអីបានជាយើងនាំគ្នាមកបំផ្លាញសេចក្តីសង្ឃឹមរបស់ប្រជាពលរដ្ឋខ្មែរទាំង18លានអ្នកនេះយើងនាំគ្នាជួយទប់កុំឲ្យគណៈបកប្រជាជនកម្ពុជាខ្សោយដោយសារតែយើងទុកឲ្យពួកគាត់បំផ្លាញទៀតអាក្រក់ដូចខ្ញុំនិយាយចឹងថាគណៈបកប្រជាជនកែទៅឲ្យអស់លោកទាំងអស់ហ្នឹងអ្នកមានភារកិច្ចនៅក្នុងការជួយឲ្យកែបើគេដកចេញពីតំណែងដកទៅយើងទៅបានតំណែងនោះមកផេះអីបើតំណែងយកមកគ្រាន់តែបានប្រាក់ខែដើម្បីលៀបសការៈក្រុមគ្រួសារបកពួកខ្លួនឯងប្រជាពលរដ្ឋខ្លោចសារវេទនាពេញប្រទេសអត់ឈឺចាប់ទេចាអត់ឈឺចាប់ទេអ្នកនយោបាយគឺយើងធ្វើដើម្បីរកបាយឲ្យរះតែពេលយើងធ្វើជាអ្នកនយោបាយរកបាយដាក់តែឆ្នាំងខ្លួនឯងនិងក្រុមគ្រួសារខ្លួនឯងនេះខ្ពើមទេក្បត់មនសិការបែបហ្នឹងតើយើងលេបចូលទេប្រាក់ខែញើសឈាមរះយកទៅចពាក់គេជុំទឹះអត់ព្រមជួយដោះស្រាយយកទៅជួយឲ្យចពាក់គេកាន់តែច្រើនហើយធ្វើឲ្យរះក្តៅកាហាយអស់លោកលេបចូលទៅខ្ញុំព្រមតែឆ្ងល់បាទឥឡូវខ្ញុំបន្តទៅទៀតខ្ញុំយកម្តិបងប្អូនម្ដងមិញខ្ញុំវិភាគច្រើនណាមតិប្រជាពលរដ្ឋខ្ញុំលើកយកលោកសេងវ៉ាន់លីយកមកប្រាប់លោកសេងវ៉ាន់លីសរសេរសារចេះនិយាយពីរឿងលោកហ៊ុនសែនជួបជាមួយកម្មមនុស្សវិទ្យាកញ្ញាកម្មមនុស្សវិទ្យាលោកកម្មសខាហើយនឹងភរិយារបស់លោកកម្មសខាលោកសេងវ៉ាន់លីក៏ថាជួបបំបែកជួបបំបាក់ជួបហិនជួបហោចជួបវាយជួបកំតិចជួបសម្លាប់
សុទ្ធសឹងតែជាការជួបមិនល្អទៅជាអញ្ចឹងទៅវិញលោកសេងវ៉ាន់លីបកែរ៉ូពាក្យជួបសម្រាប់ជួបអីនេះគឺឈ្មោះជួបសម្រាប់ណាអ្នកដែលសម្រាប់លោកបណ្ឌិតកែវលីទៅដាក់ឈ្មោះជួបសម្រាប់អីណាទៅអើយលោកសេងវ៉ាន់លីល្មមបានហើយតែអញ្ចឹងគេដៀលលោកសេងវ៉ាន់លីអញថាស្អីក៏ទៅទៀតហើយនេះលោកបន្តទៀតថាការសន្ទនាជាមួយមនុស្សខ្វះសិលធម៌ត្រូវប្រុងប្រយ័ត្នខ្ពស់បំផុតព្រោះគេអាចទម្លាយការសន្ទនាឯកជនប្រាប់គ្រប់ពេលអេរយាប័តខ្វះសិលធម៌និងការល្មើសបទដ្ឋានសកលទាំងនេះហើយជាកត្តាជំរុញឲ្យភាគីថៃឈ្លានពានខ្មែរបាននោះនេះជាភាសាលោកសេងវ៉ាន់លីលោកសេងវ៉ាន់លីអើយអីក៏ហេតុគេចឹងម្លេះធម្មតាលោកហ៊ុនសែននិយាយជាមួយគាត់គាត់ថតទុកតែអញ្ចឹងមកអាយុហើយគឺវាមិនខ្វល់អីទេហើយចាំដល់ពេលណាមួយអាខ្សែអត់សម្លេងជជែកគ្នា3ម៉ោងហ្នឹងអាចគាត់យកមកលាតតារាងអីទៀតលោកកម្មសខានិងកញ្ញាកម្មមនុស្សវិសានិយាយអីជាមួយគាត់ហ្នឹងព្រោះទម្លាប់លោកហ៊ុនសែនមិនមែនតែលោកកម្មសខាទេគាត់លួចថតបៃថងឋានក៏គាត់លួចថតដែរហើយយកទៅបញ្ចេញហើយអ្នកណាផ្សេងទៀតដែលនិយាយមួយគាត់ក៏គាត់លួចថតដែរដែលខ្ញុំគិតថាគាត់ធ្វើដូចបៃលុកបៃលអញ្ចឹងដែលរឿងនេះរឿងរំលោភច្បាប់រដ្ឋធម្មនុញ្ញអង្គការសហជីវជាតិក៏មានច្បាប់ចែងអំពីឯកជនភាពអីហ្នឹងតែលោកហ៊ុនសែនក៏អត់ភ័យទេព្រោះអីគាត់ថាអានេះជាល្បិចនយោបាយមានឥទ្ធិពលខ្ពស់ដើម្បីកម្ចៃខុសច្បាប់អីគាត់ទៅគាត់ទៅខ្វល់អីរឿងច្បាប់នៅស្រុកខ្មែរព្រោះគាត់ជាច្បាប់ហ្នឹងឥឡូវរឿងមួយទៀតលោកម៉ែនណាតឯនោះគាត់និយាយមិនមើលប្រសាសន៍លោកម៉ែនណាតម្ដងលោកម៉ែនណាតគាត់ថាយើងខ្ញុំពិតជាមិនចង់ឃើញនៅករណីលោកហ៊ុនម៉ាណែតប្រើយុទ្ធសាស្ត្រលើកដំកើងក្រុមមួយហើយបង្អាក់ក្រុមមួយទៀតដោយដែលលោកហ៊ុនសែនធ្លាប់បានលើកដំកើងក្រុមលោកសំរងស៊ីហើយបង្អាប់ក្រុមលោកកម្មសុខានាពេលកន្លងមកនោះទេលោកបន្តថាដូច្នេះហើយលោកហ៊ុនម៉ាណែតគួរដើរលើផ្លូវខ្លួនឯងដើរស្របតាមគោលនយោបាយជាតិស្របតាមខ្លឹមសាររដ្ឋធម្មនុញ្ញកម្ពុជាសប្តាហ៍ថ្ងៃដើម្បីធ្វើរួមគ្នាដោះស្រាយវិបត្តិធំៗជាច្រើនរបស់កម្ពុជាដូចជាបញ្ហាព្រំដែនជាមួយប្រទេសជិតខាងវិបត្តិថៃឈ្លានពានទឹកដីខ្មែរវិបត្តិសេដ្ឋកិច្ចអ ுக ្រិតកម្មឆ្លងដែនឆបោកអនឡាញវិបត្តិបំណុលពលរដ្ឋអំពើពុករលួយនីតិរដ្ឋនិងវិបត្តិប្រជាធិបតេយ្យផងលោកបន្តអញ្ចេះគាត់ថាសុំមិនវែកញែកអីរឿងចំណេញខាតទេរឿងលោកហ៊ុនសែនជួបជាមួយនឹងលោកកម្មសុខានិងគ្រូសាថ្ងៃនេះគាត់ថាជួបនេះគឺគាត់និយាយថាមិនចេះបាត់ឯកសាររបស់លោកម៉ែនណាត់ចក្រដាលបងប្អូនចាំផ្លែតសំទោសជ្រុលដកស្រង់បានទៅអូនៅខាងនេះគាត់ថានៅក្នុងរឿងនេះជាប់ជាមួយស្ថានភាពវិបត្តិថៃឈ្លានពានផងនិងវិបត្តិចាក់ស្រេះជាច្រើនទៀតផងនេះនោះប្រជាពលរដ្ឋខ្មែរពិតជាចង់ឃើញថារដ្ឋាភិបាលលោកហ៊ុនម៉ាណែតកូនប្រុសលោកហ៊ុនសែនគួរតែប្រញាប់ពង្រឹងស្មារតីសាមគ្គីជាតិឯកភាពជាតិនិងលទ្ធិប្រជាធិបតេយ្យប្រកបដោយសុឆន្ទៈពិតប្រាកដស្របតាមស្មារតីរដ្ឋធម្មនុញ្ញដោយខ្លឹមសារខាងលើលោកហ៊ុនសែននិងលោកហ៊ុនម៉ាណែតសូមបន្តធ្វើការងារនេះជាមួយលោកកម្មសខាដើម្បីបើកផ្លូវនៅលំហសេរីភាពទូលំទូលាយដល់ប្រជាពលរដ្ឋខ្មែរឡើងវិញសូមស្ដារប្រសិទ្ធភាពសិទ្ធិមនុស្សសំទោសប្រកបភាពសិទ្ធិមនុស្សប្រជាធិបតេយ្យនៅកម្ពុជារួមទាំងដោះលែងអ្នកទោសមនសិការអ្នកនយោបាយទម្លាក់សំណុំរឿងលោកកម្មសខាសំណុំរឿងលោករងឈុនលោកថាច់សេដ្ឋាកញ្ញាសេងធីរីនិងរឿងសកម្មជនបរិស្ថានសកម្មជនសង្គមទាំងអស់ផ្ដល់សិទ្ធិពេញលេញដល់ពួកគាត់ក្នុងរង្វង់ខ្លឹមសារផ្សះផ្សាស្មារតីជាតិសាមគ្គីជាតិនិងឯកភាពជាតិពិតប្រាកដតែពិតជាការលើកឡើងល្អដែរខ្ញុំជឿថាឲ្យបងប្អូនចាំមើលទៅតើលោកហ៊ុនសែនធ្វើដោយសុចរិតឬសុឆន្ទៈឬក៏លោកហ៊ុនម៉ាណែតហ្នឹងយើងចាំមើលតែអញ្ចេះទីមួយឲ្យបងប្អូនសម្គាល់មើលណាបើសិនជាគាត់ធ្វើបានរឿងនេះហើយគឺយើងនាំគ្នាទះដៃអបអរសាទរហើយជួយសរសើរគាត់ផងទី1ស្ដារសិទ្ធិមនុស្សនិងប្រជាធិបតេយ្យឡើងវិញគឺត្រូវផ្ដល់សិទ្ធិសេរីភាពឲ្យអ្នកជាប់ឃុំទាំងអស់មានសេរីភាពដូចតែលោកម៉ែនណានិយាយជាពិសេសដោះលែងអ្នកទោសមនសិការឲ្យអស់ហើយត្រូវតែផ្ដល់គេហៅថានីតិសម្បទាដល់មន្ត្រីគណៈបកសង្គ្រោះជាតិទាំងអស់ដែលធ្វើទុកបុកម្នេញចាប់គេដាក់គុកដាក់ពន្ធនាគារឬក៏ចោទប្រកាន់តាមតុលាការដោយអយុត្តិធម៌នេះមានទាំងអស់តំណាងរាស្ត្រមានអ្នកស្រីមូសុខួរលោកអេងឆៃអៀងលោកសំរងស៊ីស្អីឡាក់នឹងឡាក់ទាំងអស់ហ្នឹងដើម្បីឲ្យគាត់មានសេរីភាពអាចវិលទៅប្រទេសកម្ពុជាចូលរួមនៅក្នុងជីវភាពនយោបាយបានវិញព្រោះអីថ្មីនេះសូម្បីតែលោកតាំងសារ៉ាដាហ្នឹងក៏គាត់ស្នើតាមបណ្ដាញសង្គម Facebook គាត់ដែរថាបើរដ្ឋាភិបាលមានសុឆន្ទៈពិតប្រាកដហ្នឹងគួរតែផ្ដល់សេរីភាពឲ្យអ្នកនយោបាយក្រុមគណៈបកសង្គ្រោះជាតិមានទាំងអ្នកស្រីមូសុខួរមានទាំងអីហ្នឹងលោកអេងឆៃអៀងហ្នឹងឲ្យមានសេរីភាពចូលទៅកម្ពុជាវិញទៅដើម្បីអីហើយខ្ញុំដឹងគឺអ្នកស្រីមូសុខួរហ្នឹងចង់ទៅស្រុកខ្មែរវិញដែរតែមិនដែលបានអ្នកណាគិតគូរទេព្រោះអីគេចោទប្រកាន់គាត់តែនៅស្រុកខ្មែរចោទអីចោទតែគេដកដោយលោកហ៊ុនសែនដកទៅដកតែលុបឲ្យច្បាប់នៅលើមាត់លោកហ៊ុនសែនតាអញ្ចឹងខ្ញុំឲ្យបងប្អូនសម្គាល់រឿងហ្នឹងមួយថាតើគណៈបកប្រជាជនកម្ពុជាក្រោមការដឹកនាំរបស់លោកហ៊ុនសែននេះនឹងដោះលែងអ្នកទោសមនសិការឲ្យអស់ឬអត់បើដោះអស់គឺជាការគួរឲ្យសាទរប៉ុន្តែចាំមួយទៀតតើនឹងបន្ធូរបន្ថយការទម្លាក់ចោលបាត់ចោលទាំងអស់ចំពោះក្រុមប្រឆាំងជាពិសេសគណៈបកសង្គ្រោះជាតិដែរឬទេអាហ្នឹងគឺជារឿងធំទី2រឿងទី3ទម្លាក់ចោលបានអនុញ្ញាតឲ្យពួកគាត់វិលទៅស្រុកខ្មែរបានចំណុចទី3ដែលធំនឹងជាអាយុជីវិតស្លាប់រស់តើគណៈបកប្រជាជនកម្ពុជានឹងរកវិធីដើម្បីជួសជុលសំណងខូចខាតនៃការប្រព្រឹត្តរបស់ខ្លួនក្នុងការធ្វើឲ្យគណៈបកសង្គ្រោះជាតិរលាយហើយប្រទេសកម្ពុជាបាក់មុខលើឆាកអន្តរជាតិខាតប្រយោជន៍ប្រជាពលរដ្ឋទាំង18លាននាក់តើគាត់នឹងរកវិធីជួសជុលសំណងនេះតាមការទទួលស្គាល់កំហុសរបស់គាត់ឬក៏ការដែលដោះដូរដោយការធ្វើអីមួយដើម្បីសងជំងឺចិត្តដល់ការរំលាយគណៈបកសង្គ្រោះជាតិនេះឬក៏យ៉ាងណានេះគឺជាចំណុចទី3ដែលសំខាន់បំផុតចំណុចទី4គឺការរៀបចំការបោះឆ្នោតដោយសេរីត្រឹមត្រូវនិងយុត្តិធម៌ហើយឈប់ធ្វើទុកបុកម្នេញគណៈបកនយោបាយទាំងអស់
គណៈបកណាក៏ដោយនៅច្រើនណាស់មានសារមានច្រើនណាស់បងប្អូនណាឥឡូវចាំមើលដំណាក់កាលទី2ដែលខ្ញុំគិតថាមិនភ្ញាក់ផ្អើលគេនឹងដោះលែងអ្នកទោសមនសិការហើយអ្នកទោសមនសិការនេះណាគឺគេចង់ដោះលែងយូរហើយប៉ុន្តែគេចង់បង្ហើបបន្តិចម្ដងដើម្បីបធូរនយោបាយមិនមែនជាសុខឆន្ទៈទេគឺតល់ច្រកតែតឹងខ្លាំងបធូរបន្តិចតឹងខ្លាំងបធូរបន្តិចដូចឆ្មាបលែងកដោអញ្ចឹងហ៎បងប្អូនផ្ទះចុះផ្ទះឡើងរត់អញ្ចឹងអង្គុយដេកមើលបន្តិចទៅផ្ទះឡើងចុះឡើងអត់ទាន់លេបភ្លាមទុកឲ្យគ្នារស់វេទនាជាងស្លាប់ទៀតជាងងាប់ទៀតនឹងសក្តាតែចុងក្រោយលេបដដែលប៉ុន្តែបើគាត់ដូរមកជាឲ្យរស់វិញយើងចាំមើលតើគាត់ធ្វើតាមកលៈនឹងអត់ដោះលែងអ្នកទោសនយោបាយអស់លើកលែងទោសគណៈបកសង្គ្រោះជាតិលោកកម្មសខាលោករងជនលោកអីហ្នឹងគឺមានសិទ្ធិធ្វើនយោបាយវិញទាំងអស់ហើយអនុញ្ញាតឲ្យអ្នកដែលនៅក្រៅប្រទេសវិលចូលប្រទេសកម្ពុជាវិញបានហើយនឹងសន្យាថារៀបចំការបោះឆ្នោតដោយសេរីត្រឹមត្រូវនិងយុត្តិធម៌មិនធ្វើទុកបុកម្នេញអ្នកដែលជាគណៈបកនយោបាយដែលស្របឬមិនស្របនឹងទេហើយអង្គការសង្គមស៊ីវិលប្រព័ន្ធផ្សព្វផ្សាយឯករាជ្យអីហ្នឹងវិលមកវិញបើអត់បានទាំងអស់ហ្នឹងទេលោកហ៊ុនសែនអត់ខុសពីម្នាក់អីដែលហៅបបួលអ្នកស្រុកឲ្យមកជួយមើលជាមគាត់ដែលថាកែចចកមកស៊ីទេបាទឥឡូវនេះគឺបន្តទៅទៀតបងប្អូនខ្ញុំចូលដល់ព័ត៌មានទី3ទី4ចិត្តចាប់ដែរបងប្អូនសុំទោសយូរពេកហើយព័ត៌មានទី4នេះគឺតកតងនឹងរោងចក្រជប៉ុនមួយនៅប៉ោយប៉ែតបិទទ្វារគឺសម្រាប់បិទទ្វារនៅក្រៅកម្ពុជានៅពេលដែលសុំទោសបិទទ្វារនៅកម្ពុជាដោយសារតែវេទនារឿងបិទព្រំដែនក៏ប៉ុន្តែទៅបើកនៅប្រទេសថៃវិញយ៉ាំរឿទៅបើកនៅប្រទេសថៃនឹងវិញឈឺចាប់មែនតើគាត់ថាបិទទៅម្ដងទៅចាំបាច់ទៅបើកនៅថៃវិញទៅអីព្រោះខ្មែរយើងអត់ចង់ឮទេថាបិទហើយស្ដាយហើយកម្មករ700នាក់ជានៅក្រុមហ៊ុនជប៉ុនមួយឈ្មោះថានីដិចបាទក្រុមហ៊ុននេះនៅម្ដុំសាកដាលក្រុងប៉ោយប៉ែតស្ដាយដែរកម្មករប្រាក់ខែគាត់បានច្រើនគួរសមដែរបងប្អូន$500ជាងដែរហើយតើ700នាក់ជាងហ្នឹងទៅបានស្អីធ្វើទៅអាណិតគាត់ខ្ញុំស្រក់ទឹកភ្នែកក្រុមហ៊ុននីដិចរបស់ជប៉ុននេះគឺប្រកាសតាមពិតប្រាប់បុគ្គលិកកម្មករឲ្យដឹងឈ្មោះពេញរបស់គាត់គឺនីដិច Die Casting Cambodia ក្រុមហ៊ុនជប៉ុនដែលបើករកស៊ីរោងចក្រនៅស្រុកខ្មែរនឹងផលិតគ្រឿង hardware កុំព្យូទ័រគ្រឿងអេឡិចត្រូនិកអីហ្នឹងគឺជាក្រុមហ៊ុនលំដាប់បច្ចេកវិទ្យាអីគួរឲ្យចាប់អារម្មណ៍ដែរហើយបុគ្គលិកជាង500ជាង700នាក់បើកជាង10ឆ្នាំហើយបងប្អូនឥឡូវនេះគឺសម្រាប់ទៅបិទចោលតែម្ដងមិនបិទភ្លាមទេតខែ10ថ្ងៃ22ខែ10ឆ្នាំ2026នៅ2ខែទៀតបានបិទជឹងឥឡូវនេះគ្រាន់តែប្រកាសប្រាប់កម្មករឲ្យទៅរកការងាររកអីធ្វើទៅអ្នកនៅហ្នឹងគឺថារើរោងអីចឹងបដាបងប្អូនដឹងថាគាត់បិទដោយសារអីទេបិទគឺដោយសារតែបិទព្រំដែនហ្នឹងគាត់ពិបាកអាវត្ថុធាតុដើមនិងសម្ភារៈដែលយកមកផលិតគឺដឹកមកពីថៃពេលដឹកមកពីថៃគេបិទព្រំដែនគោកគាត់ត្រូវការដឹកតាមច្រកផ្លូវទឹកកំពង់ផែក្រុងបរសៃអនុហើយត្រូវបើកន្លែងខ្លះដឹក5 4 5ម៉ោងមកដល់ឥឡូវ5 ទៅ7ថ្ងៃមកអត់ដល់វាយូរហើយអស់លុយច្រើនទៀតដូច្នេះអាវត្ថុធាតុដើមក៏វាថ្លៃដឹកក៏លំបាកខាត់ពេលយូរហើយជប៉ុននេះក៏បានសំណូមពរសុំឲ្យបើកព្រំដែនយូរហើយសុំឲ្យខ្មែរថៃនឹងបើកយូរតាមពិតយើងមិនបន្ទោសខ្មែរបានដែរទេព្រោះព្រំដែននេះគឺថៃទេជាអ្នកណែនាំអាចបិទមុនណាគាត់ថាខ្មែរគឺជាចរិតស្រីស្អាតដែរថៃបបួលបើកវិញបើកព្រមគ្នាខ្មែរងឿកដែរថាអត់ទេឲ្យថៃបើកមុន5ម៉ោងបានខ្មែរបើក5ម៉ោងក្រោយអញ្ចឹងថៃប្រាប់ថាបើឲ្យបើក5ម៉ោងក្រោយអត់បើកដណាលគ្នាយើងគេចំណេញចង់ឲ្យថៃបាក់មុខថាសុំគេបើកហើយបើកតបើកមុនបានខ្មែរបើកក្រោយអញ្ចឹងថៃគិតថាបិទរហូតទៅអញ្ចឹងខ្មែរនោះបានចិត្តលោកហ៊ុនសែនថាបិទ500ឆ្នាំទៀតទៅមានតែប៉ុណ្្នឹងឯងឥឡូវ500ឆ្នាំទៅអ្នកដែលស្លាប់ដាច់ខ្យល់មុនគេគឺរោងចក្រផលិតគ្រឿងអេឡិចត្រូនិកនេះគឺក្រុមហ៊ុនជប៉ុនព្រោះគឺជប៉ុនក៏ស្នើឲ្យធ្វើអញ្ចឹងដែរអត់ណាស្ដាប់អត់អីចឹងគ្នាបានប្រាប់ដែរថាពិបាកគាត់អត់អាចនឹងបើករោងចក្រនៅស្រុកខ្មែរបានទៀតទេប៉ុន្តែមិនមែនបិទនៅស្រុកខ្មែរហើយទៅបើកនៅវៀតណាមទេបិទស្រុកខ្មែរទៅបើកនៅថៃដោយសារគេមានរោងចក្រសាខាគេនៅថៃហ្នឹងគឺគេមិនបាច់ចាំដឹកអីចេញអីនេះចឹងអញ្ចឹងខាតកម្មករយើង700នាក់ជាងបងប្អូនសាកទៅ700នាក់ជាងប្រាក់ខែ$500ជាងគុណទៅអស់ប្រហែលសែនប្រហែលលានដុល្លារនៅក្នុងមួយខែហើយតើគាត់ទៅរកការងារណាបានធ្វើព្រោះការងារបច្ចេកទេសចំណេះជំនាញអញ្ចឹងតើតែមានក្រុមហ៊ុនអេឡិចត្រូនិកក្រុមហ៊ុនអីអញ្ចឹងបើកនៅស្រុកខ្មែរដែរបានអាចគាត់ទៅប្រើជំនាញហ្នឹងបានប្រាក់ខែប៉ុណ្ណឹងបើអញ្ចឹងកាប់ដលងឬក៏ទៅដេខោអាវបាន$210ហើយមិនអាចរកនៅស្រុកហ្នឹងបានមកបំពេញមកអីបាយចានឬអីហ្នឹងឆ្ងាយមកជួលផ្ទះជួយរត់តែឆ្ងាយទៀតហ្នឹងតែលំបាកទៀតក្រៅពីរោងចក្រនេះគឺនៅកន្លែងក្បែរគាត់ហ្នឹងក្នុងខេត្តហ្នឹងគឺបិទរោងចក្រ2ទៀតដែលមានកម្មករសរុបទាំងអស់ប្រហែលជា3000នាក់ជាងអញ្ចឹងទាំងនេះផងប្រហែលជា4000នាក់ជាងហើយដែលអត់ការងារធ្វើក្រុមហ៊ុនដែលរោងចក្រ2ទៀតដែលបិទមួយឈ្មោះ High Tech High Tech និងមួយទៀតឈ្មោះ ML ដែលអាចកម្មកររាប់ពាន់នាក់នឹងអត់ការងារធ្វើប៉ុន្តែ High Tech និង ML ហ្នឹងគឺបិទមិនមែនដោយសារឬបិទព្រំដែនទេគាត់បិទដោយសារតែអត់មានការបញ្ជាទិញបានន័យថាការបញ្ជាទិញធ្លាក់ចុះការបញ្ជាទិញធ្លាក់ចុះនេះក៏អាចមកពីបញ្ហា GSP របស់អាមេរិកដែរបងប្អូនហើយនឹងការប្រកួតទីផ្សារតម្លៃពន្ធដារតម្លៃពន្ធកយអីហ្នឹងដែលកើនឡើងអីចឹងទៅប្រកួតប្រជែងដូច្នេះវាអាចដែរតើមានន័យថាយ៉ាងម៉េចអស់ការងារ4000ទៅហើយហ្នឹងបើក្រសួងការងារវិញអត់ខ្វល់លីងគាត់ថាអត់មានទៅព្រួយបារម្ភអីផងបើតាមប្រសាសន៍របស់អ្នកនាំពាក្យក្រសួងការងារតាមបណ្ដាញផ្សព្វផ្សាយមកគាត់ថាគ្រាន់តែពេលប្រហែលខែនេះ6ខែដើមឆ្នាំនេះរោងចក្រសហគ្រាសដែលបើកថ្មីនៅស្រុកខ្មែរមានដល់ទៅជាង800
មិនរោងចក្រសុទ្ធទេបងប្អូនជារោងចក្រសហគ្រាសបានន័យថាវាជាមុខរបរថ្មីជាង800ខ្ញុំអត់ភ្ញាក់ផ្អើលដែរទេព្រោះអីពេលដែលមានចំនួនព្រំដែនថៃនិងខ្មែរហ្នឹងគឺអាជីវកម្មខ្នាតតូចឬក៏សិប្បកម្មអីហ្នឹងគឺបើកព្រោងព្រៀតដើម្បីផលិតផលខ្មែរហ្នឹងដើម្បីទប់ទល់នឹងការដែលមិនមានផលិតផលថៃប្រើប្រាស់ឬក៏ការធ្វើកសិកម្មផលិតផលថៃអីចឹងណាប៉ុន្តែសំណួរសួរទៅវិញថាតើពួកគាត់នឹងអាចផ្ដល់ប្រាក់រហូតដល់ទៅ$500អីឲ្យកម្មករអីដូចនៅរោងចក្រ High Tech ណារោងចក្រនេះដេចអីរបស់ជប៉ុននេះបានទេនឹងគឺវាមិនបានទេព្រោះស្តង់ដារស្រុកខ្មែរ210រោងចក្រកាត់ដេរដូច្នេះគេមិនអាចឲ្យយើងច្រើនជាងហ្នឹងទេរឿងចាយក្រុមយ៉ាងម៉េចទៅបាទឥឡូវយើងបន្តទៅទៀតបងប្អូនពលរដ្ឋក្រុង Lowell ឯណោះចេញសារគាំទ្របោះឆ្នោតលោកហុងតារាតំណាងខ្មែរមួយអាណត្តិទៀតនៅ Lowell គឺនៅថ្ងៃទី1ដើមខែនេះបងប្អូនណាដើមខែកញ្ញានេះគឺមានការបោះឆ្នោតជ្រើសរើស State Rep បាទ State Representative គឺនៅតំបន់18 Middlesex District នៅតំបន់សង្កាត់លេខ18ដែលមានខ្មែរច្រើននៅទីក្រុង Lowell ហ្នឹងឥឡូវលោកហុងតារាហ្នឹងគាត់ជាប់ឆ្នោតកាលមុនឈ្មោះមុំរ៉ាឌីដែលគាត់កាន់ជាខ្មែរដែរតែត្រូវប្រជាពលរដ្ឋខ្មែរនាំគ្នាសង្ស័យថាគ្រប់គ្រងគណៈបកប្រជាជនកម្ពុជាបោះទម្លាក់លោកមុំរ៉ាឌីបាត់ទៅក៏បោះឲ្យឆ្នោតឲ្យលោកតារាហុងនេះហុងតារានេះឡើងកាន់ដែលជាក្មេងចំនួនក្រោយនៅក្មេងណាហើយបកកាយទៀតហើយឃើញគាត់ឆ្លាញ់ប្រជាធិបតេយ្យមិនពេញចិត្តនឹងរបៀបដឹកនាំផ្ដាច់ការនៅកម្ពុជាអញ្ចឹងបងប្អូននៅក្រុង Lowell នោះទុកចិត្តបោះជំនួសឲ្យគាត់មកកាន់ជំនួសលោកមុំរ៉ាឌីដែលជាខ្មែរដែរសុកចិត្តទម្លាក់ខ្មែរគ្នាឯងដាក់ខ្មែរមួយដែលគិតពីរឿងប្រជាធិបតេយ្យឥឡូវ2ឆ្នាំគេបោះម្ដងចឹង2ឆ្នាំនេះផុតហើយចឹងថ្ងៃ1ខែកញ្ញានេះគឺបោះម្ដងទៀតចឹងឃើញបងប្អូនប្រជាពលរដ្ឋហ្នឹងហាក់ខ្មែរហ្នឹងហាក់បីដូចជាសស្រាក់សស្រាំគ្រប់គ្រងលោកហុងតារានេះណាដែលមានសារមួយដែលខ្ញុំអានឲ្យបងប្អូនជ្រាបពីអ្នកទីក្រុង Lowell ដល់នៅយូរហើយឈ្មោះលោកតាន់កេតូបាទលោកគីតូគាត់សរសេរអញ្ចេះគាត់អ្នករស់នៅ Lowell គាត់ថាការបោះឆ្នោតនៅក្នុងនាមជាប្រជាពលរដ្ឋម្នាក់រស់នៅតំបន់នេះគាត់ទុកចិត្តលោកហុងតារាថាមានភាពស្មោះត្រង់មានសុចរិតភាពចេះដាក់ខ្លួនមានវិន័យការវិនិច្ឆ័យល្អអីអញ្ចឹងគាត់ថាមកបម្រើសហគមន៍អីអញ្ចឹងទៅបានជាគាត់ចុងក្រោយគាត់ថាតាមពិតប្រជាពលរដ្ឋបោះឆ្នោតមានសិទ្ធិបោះឲ្យនរណាក៏បានដែរប៉ុន្តែចំពោះគាត់គិតថាបោះឆ្នោតឲ្យលោកឈ្មោះតារាហុងនេះឬក៏ហុងតារានេះគឺជាការបោះដើម្បីលើកមុខមាត់សហគមន៍ខ្មែរប្រយោជន៍សហគមន៍ខ្មែរស្អីសពបែបយ៉ាងអញ្ចឹងទៅបានគាត់ថាគាត់បោះឆ្នោតឲ្យលោកតារាហុងតារាហើយគាត់ស្នើឲ្យប្រជាប្រដ្ឋដទៃទៀតបោះឆ្នោតឲ្យលោកហុងតារាតែខ្ញុំមិនមានអីភ្ញាក់ផ្អើលទេលោកហុងតារានឹងជាប់ឆ្នោតអាណត្តិទី2ទៀតព្រោះអីលោកបម្រើខ្មែរយើងបានច្រើននៅទីក្រុង Lowell នោះបាទខ្ញុំបន្តទៅទៀតបងប្អូនព័ត៌មានបន្ទាប់គឺតកតងនឹងរឿងអស់ឲ្យបងប្អូននៅតែ2ព័ត៌មានទៀតទេអភិបាលខេត្តកណ្ដាលអូសំទោសព័ត៌មានសំខាន់មួយនេះមិនគួរណាខ្ញុំភ្លេចសោះក្រសួងការបរទេសអាមេរិកពឹងសហគមន៍ខ្មែរឲ្យជួយជាយោបល់ថាតើកម្ពុជាបានធ្វើអ្វីខ្លះហើយឬនៅដើម្បីផ្លាស់ប្ដូរជាវិជ្ជមាននៅកម្ពុជារឿងនេះអញ្ចេះបងប្អូនក្រសួងការបរទេសរកវិធីដាក់សម្ពាធនឹងទណ្ឌកម្មកម្ពុជាតាមរយៈពន្ធដារណាពន្ធកយមិនមែនពន្ធដារទេបងប្អូនពន្ធកយ tariffs ហើយដើម្បីស្ដាប់មតិប្រជាពលរដ្ឋខ្មែរអត់ចង់ស្ដាប់រដ្ឋាភិបាលទេព្រោះរដ្ឋាភិបាលឲ្យមកគាត់មិនដែលសូវស្ដាប់ទេគាត់យកទៅគាត់ណាឲ្យតែគ្រប់កិច្ចទេអ្វីដែលគាត់ចង់ស្ដាប់គឺសហគមន៍ខ្មែរពីអង្គការសង្គមស៊ីវិលហើយសប្តាហ៍ខ្មែរយើងមានសំណាងនៅក្រៅប្រទេសនេះនិងនៅក្នុងស្រុកនេះបានអង្គការ Save Cambodia ដែលដឹកនាំដោយកញ្ញាស៊ិនទេវីនេះដែលក្រសួងការបរទេសឲ្យតម្លៃស្មើមុខស្មើមាត់ក្នុងការជជែកជាសម្លេងរបស់អ្នកគ្មានសម្លេងនៅស្រុកខ្មែរហើយកញ្ញាស៊ិនទេវីនេះហើយនឹងអង្គការ Save Cambodia នេះថ្ងៃនេះគាត់បង្ហោះសារនៅលើបណ្ដាញសង្គម Facebook ហើយនឹងអង្គការ Save Cambodia នេះដោយអំពាវនាវសូមឲ្យបងប្អូនខ្មែរគ្រប់ទិសទីជួយគាត់ដោយសារក្រសួងការបរទេសត្រូវការមតិរបស់ប្រជាពលរដ្ឋខ្មែរឲ្យបានលឿនបំផុតត្រឹមថ្ងៃ20ខែសីហានេះអញឡើងថ្ងៃម៉ានហើយបងប្អូនហើយ16នៅសល់តែ4ថ្ងៃទៀតទេគាត់សុំយោបល់អីគឺកញ្ញាស៊ិនទេវីសុំឲ្យបងប្អូនសហគមន៍ខ្មែរទាំងអស់ទាំងអង្គការសង្គមស៊ីវិលប្រជាពលរដ្ឋរស់នៅអាមេរិករស់នៅគ្រប់ទិសទីហ្នឹងគាត់មានយោបល់ហ្នឹងគាត់ឲ្យផ្ញើតាមអនឡាញបងប្អូនចូលទៅគេហទំព័ររបស់អង្គការ savecambodia.com ចូលទៅឆែកមើលទៅ Facebook ក៏មានដែរ Save Cambodia SAVE Cambodia នៅក្នុង Facebook ហ្នឹងគាត់មានប្រាប់ពីរបៀបចូលឲ្យជាយោបល់ហ្នឹងគាត់ចង់បានអីសហរដ្ឋអាមេរិកពិតជាចង់ជួយប្រជាពលរដ្ឋខ្មែរទាំង18លាននាក់មិនមែនជួយរដ្ឋាភិបាលកម្ពុជាទេណាចង់ជួយប្រជាពលរដ្ឋខ្មែរទាំង18លាននាក់ឲ្យមានប្រជាធិបតេយ្យមានសិទ្ធិមនុស្សមានការកែតម្រង់ដ៏ត្រឹមត្រូវពិតប្រាកដហើយចង់ដឹងថាតើកម្ពុជាបានធ្វើកន្លងមកនេះដូចជាឃើញយុទ្ធនាការកំចាត់ឆបោកអនឡាញយុទ្ធនាការធ្វើនេះបទូបថយឥឡូវចេញមកអីសម្របសម្រួលបទូបថយទោះលោកកម្មសុខាបន្តិចបន្តួចអីដែរប៉ុន្តែមិនទាន់បានឲ្យសិទ្ធិនយោបាយអីលោករងឈុនអីហ្នឹងមិនដាក់គុកដាក់អីប៉ុន្តែមិនឲ្យសិទ្ធិនយោបាយឬក៏ស្អីបរិយាកាសនយោបាយអីសារនយោបាយលោកហ៊ុនសែនកាលមុនធ្លាប់ថាងើបមួយវាយមួយឥឡូវគាត់ថាងើបមួយវាយមួយតែអ្នកណាចង់ធ្វើបដិវត្តពណ៌ដួលរំលងរដ្ឋាភិបាលគណៈបកនយោបាយណាឃោសនាតាមច្បាប់តាមទម្លាប់អីត្រឹមត្រូវអីហ្នឹងក៏គាត់មិនធ្វើទុកបុកម្នេញអីចឹងឧទាហរណ៍ណា
ក្រសួងការបរទេសគេចង់ដឹងថាតើឲ្យក្រសួងការបរទេសធ្វើអ្វីបន្ថែមទៀតដើម្បីបញ្ជាក់ថាកម្ពុជាពិតជាបានកែតម្រង់ផ្លាស់ប្ដូរជាវិជ្ជមានហើយបានធ្វើអីសមស្របគ្រប់គ្រាន់ឬនៅណាគេចង់សួរអញ្ចឹងកម្ពុជាធ្វើបានអីខ្លះអនុវត្តអីខ្លះដើម្បីកែចរិតបងប្អូនប្រជាពលរដ្ឋពេញចិត្តនៅឬក៏មិនពេញចិត្តបើមិនពេញចិត្តគួរធ្វើអីទៀតឲ្យអាមេរិកធ្វើអីទៀតអញ្ជើញបងប្អូននេះជាឱកាសមាសហើយងាយទេមិនងាយបានឱកាសមាសអញ្ចឹងទេ